បងប្អូនទាំងអស់គ្នាដែលឆ្ងល់ថាមិនពេលដែលយើងកាត់វីដេអូបែបនេះហើយយកទៅផុសយើងកាត់វីដេអូខ្លះទូខ្លាំងឡើងដល់លៀនដល់អឹមតែលុយយើងមិនក៏បានតិចជួនកាលវាឡើងដល់100k ដែរ 4-5k អីដែរម៉ាស៊ីនក៏អត់បានដែរបងប្អូនដែលឆ្ងល់អត់ដោយសារតែវីដេអូរបស់បងប្អូនដែលយកមកកាត់ហ្នឹងគឺជាប់ right manager របស់គេអញ្ចឹងជាប់ right manager មិនមែនជាប់ copyright ណាជាប់ copyright គឺវាអាចនឹងដាច់ការរលុយរបស់យើងប៉ុន្តែជាប់ right manager អត់ដាច់ការរលុយរបស់យើងទេប៉ុន្តែគាត់ថាធ្លាក់ទឹកលុយរបស់យើងគឺធ្លាក់គឺស្មើនឹងពេលដែលវីដេអូយើងផ្ទុះយើងបានលុយដែរតែបានតិចគឺដោយសារតែលុយវាថាលុយដុំគឺបានទៅលើម្ចាស់វីដេអូដើមម្ចាស់ដើមគេអញ្ចឹងដែលយើងបានមួយយើងគឺបានរៃរងបានកាក់សេនជួនកាលអត់ម៉ាស៊ីនក៏អត់បានដែរដោយសារអីលុយវាវីដេអូយើងផ្ទុះដែរតែអត់ទាន់ផ្ទុះខ្លាំងណាស់ណាអញ្ចឹងលុយទាំងអស់គឺប្រម៉ូទៅខាងម្ចាស់ដើមអញ្ចឹងបងប្អូនការកាត់វីដេអូគឺសំខាន់ណាស់អញ្ចឹងគួរតែរៀនកាត់វីដេអូឲ្យបានច្បាស់កុំឲ្យវាជាប់ right manager ឬក៏ជាប់ copyright ពីគេអញ្ចឹងណាព្រោះឯភាគច្រើនបងប្អូនយើងឥឡូវអត់ដែរធ្វើវីដេអូខ្លួនឯងភាគច្រើនគឺយកវីដេអូពីគេមកកាត់ចឹងរួមនឹងខ្ញុំដែរសម្រាប់ខ្ញុំក៏ខ្ញុំយកវីដេអូគេមកកាត់ដែរតែយើងត្រូវរៀនកាត់ឲ្យច្បាស់និយាយថាយើងត្រូវដូរ color យើងត្រូវដូរត្រឡប់ចុះត្រឡប់ឡើងឬក៏បរិយាវាឲ្យធំវាតូចចឹងណាយើងត្រូវមិនកុំឲ្យដូចរបស់គេអញ្ចឹងត្រូវរៀនកាត់ឲ្យច្បាស់កុំឲ្យវាជាប់ right manager ឬក៏ជាប់ copyright អញ្ចឹងណាបើជាប់គ្រាន់តែជាប់ right manager វាអត់សូវអីប្រហែលទេបងប្អូនទាំងអស់គ្នាលុយយើងបានដែរតែយើងបានតិចពេលដែលវីដេអូយើងផ្ទុះបានដែរតែបានតិចអញ្ចឹងបើសិនជាជាប់ copyright គឺវាអាចដាច់ការរលុយរបស់យើងអញ្ចឹងសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នទៅលើត្រង់ចំណុចហ្នឹងត្រូវរៀនកាត់ឲ្យបានច្បាស់បំណងល្អពីនាងខ្ញុំសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់បងប្អូនដែលមានបញ្ហាឬក៏មានឆ្ងល់អីចង់សួរអាចខមមិននៅខាងក្រោមបានណាអរគុណសម្រាប់ការឆ្លងរាប់អានឆ្លាញ់ចូលចិត្តកុំភ្លេចជួយ like ជួយ share ខមមិនលើវីដេអូបងអ្នកមួយផងណាបាយបាយ